សួស្តីបងប្អូនទាំងអស់គ្នាសុខសប្បាយជាទេអូថ្ងៃនេះត្រជាក់ខ្លាំងមែនតើទឹកកកអស់ហើយព្រោះយកមិញភ្លៀងដល់ពេលអាកាសធាតុវាក្រោមសូន្យទៀតណាចឹងគឺថាធ្លុកទុយហ្នឹងកកព្រឹកមិញយកកូនបើទៅរៀនឡើងព្រោះអត់ដឹងទៅវាកកហ្នឹងហើយចឹងថ្ងៃហ្នឹងចង់ធ្វើវីដេអូមួយតាក់ទងរឿងការងាររបស់ប្តីខ្ញុំព្រោះថានិយាយទៅមានបងប្អូនខ្មែរគាត់ឃើញការងារប្តីខ្ញុំគាត់ឃើញពួកខ្ញុំនិយាយពីការងារពីប្រាក់ចំណូលអីការរស់នៅអីអញ្ចឹងណាគាត់ចង់មកធ្វើការដូចប្តីខ្ញុំអញ្ចឹងក៏ប៉ុន្តែពេលដែលខ្ញុំប្រាប់ពីផលវិបាកប្រាប់អីទៅអ្នកខ្លះនិយាយថាអត់អីទេឲ្យតែជួយបានចូលធ្វើអីអញ្ចឹងណាធ្វើទាំងដែលខ្ញុំប្រាប់ថាចូលដំបូងគឺអត់បានច្រើនទេព្រោះថាយើងអត់ចេះអីអញ្ចឹងយើងចូលមកយើងត្រូវរៀនត្រូវអីអញ្ចឹងណាហើយអ្នកខ្លះទៀតគឺថានិយាយបញ្យល់មិនក៏ដឹងមួយម៉ាត់ខាងអត់អីទេឲ្យជួយស្រាប់តែពួកខ្ញុំប្តីខ្ញុំទៅសួរកន្លែងធ្វើការអីហើយណាសួរបញ្ជាក់គេថាយកចូលអីចឹងណាដល់ពេលអញ្ចឹងយើងក៏ទៅប្រាប់គាត់វិញថាអូខេឥឡូវសួរគេហើយគេមាន open អញ្ចឹងណាគាត់ថាចូលទៅគឺបានប៉ុណ្្នឹងហើយគាត់លែងមកវិញហើយនេះហើយជាមូលហេតុដែលខ្ញុំអត់ចង់នេះទេបើយើងថា ready ថាយើងចង់ធ្វើដូចពាក្យយើងវាថាកុំឲ្យគេប្តីខ្ញុំទៅចំណាយពេលសួរឲ្យហើយស្រាប់តានេះអញ្ចឹងណាអញ្ចឹងថ្ងៃហ្នឹងក៏គាត់ចង់បញ្យល់ខ្លះតាក់ទងរឿងការងាររបស់គាត់ថាពេលចូលដំបូងនិយាយទៅក៏គាត់ធ្លាប់និយាយដែរគាត់ថាមានបងប្អូនថ្មីក៏អត់ទាន់ដឹងអញ្ចឹងណាហើយសម្រាប់ការងារគាត់ហ្នឹងនិយាយទៅបងប្អូនតាមពិតនៅប្រទេសសៀមក៏មានដែរគឺមានរោងចក្រគេបើកនៅឈៀងរ៉ៃហើយពីមុនហ្នឹងក៏ធ្លាប់គេតាក់ទងឲ្យគាត់ទៅធ្វើនៅនឹងដែរក៏ប៉ុន្តែតែខ្ញុំនិយាយទៅគាត់ស្អប់មែនតើនៅប្រទេសមួយហ្នឹងគឺគាត់អត់ធ្វើទេរោងចក្រហ្នឹងតាមពិត plan បើកកន្លែងធ្វើការដំបូងរបស់ខ្ញុំនៅ Pennsylvania ហ្នឹង plan ទៅបើកចង់បើកទៅហ្នឹងយូរហើយតែបើកក្រោយនេះប្រហែលបើកបានទៅបាន5 6ឆ្នាំហើយ plan ចង់បើកទៅហ្នឹងយូរហើយបើសិនជាការហ្នឹងបើសិនខ្ញុំចង់ទៅបើសិនខ្ញុំព្រមថាទៅគឺសូវគេចាប់បើកតាំងមុនហ្នឹងទៀតតែខ្ញុំអត់ទៅហើយខ្ញុំមូចេញមក North Carolina តែឥឡូវគេបើកហើយបើកប្រហែល5 6ឆ្នាំហើយរោងចក្រហ្នឹងនៅឈៀងរ៉ៃនៅស្រុកសៀមហ្នឹងនៅចិត្តបាត់ដំបងយើងដែរតែមកឈៀងរ៉ៃហ្នឹងដល់ខ្ញុំ search Google ទៅជីប្រហែលជា2ម៉ោងឲ្យចូលបាត់ដំបងយើងហ្នឹងហើយគាត់សួរខ្ញុំដែរថាអូនចង់ទៅអត់ចឹងណាហើយបើសិនយើងទៅធ្វើហ្នឹងយើងវាថាស្រួលបងប្អូនប្រាក់ខែប្តីខ្ញុំទោះជាបានតែពាក់កណ្ដាលនៅស្រុកនោះក៏ស្រួលនៅដែរតែគឺជ្រើសរើសថាអត់ទៅព្រោះថាទីមួយកូនសាលាកូនសាលាយើងសុខចិត្តរៀនយើងទៅរៀនយើងណាយកកូនសុខចិត្តទៅរៀននៅយើងនៅអាមេរិកហើយមានសាលាកូននៅអាមេរិកហើយសុខចិត្តយកកូនទៅរៀននៅថៃទៅនេះអីយើងមានកូនយើងមានអីណាតកិតចឹងបើសិនយើងតែខ្លួនមួយអូខេទៅប្រាក់ខែតែពាក់កណ្ដាលហ្នឹងខ្សែសុកនៅស្រុកសៀមតែនិយាយទៅមិនចង់នៅហ្មងស្រុកហ្នឹងចុះឡើងស្រុកខ្មែរឡើងស្រួលនៅហ្នឹងហើយការងារហ្នឹងវាដំបូងគឺប្រឡូកប្រឡាក់ធ្វើការប្រឡូកប្រឡាក់ចូលធ្វើការដំបូងប្រាក់ខែបានតិចបើប្រៀបធៀបសឹងថាប្រាក់ម៉ោងរោងចក្រហ្នឹងហើយរោងចក្រផ្សេងគឺផាកផាយគ្នាគឺបានប្រហែល1ម៉ោង$7-8ហ្នឹងដំបូងឥឡូវសម័យឥឡូវណា$7-8តាំងចំណងខ្ញុំស្តាតតែ$2ផងឥឡូវ$7-8ហ្នឹងវាស្មើជាមួយរោងចក្រគេផ្សេងតែផលវិបាកមួយគឺវាប្រឡូកប្រឡាក់គឺការចូលទៅការដំបូងប្រឡូកប្រឡាក់យើងរ៉ាត់ម៉ាស៊ីនយើងអញ្ចឹងណាយើងរ៉ាត់ម៉ាស៊ីនយើងថ្លឹងពណ៌ចំណុះច្រើនអញ្ចឹងទៅវាប្រឡូកប្រឡាក់ហើយខ្ញុំចូលធ្វើការដំបូងថ្ងៃដំបូងខ្លួនទៅជាពណ៌បៃតងដូចនេះចឹងដូចអាហុកចឹងទៅពណ៌បៃតងហ្មងតែនិយាយរួមទៅតែយើងស៊ូពីដំបូងគឺយើងត្រូវតែស៊ូប្រឡូកប្រឡាក់មិនក៏ដោយយើងធ្វើការយើងចេះធ្វើទៅយើងហ៊ានពីកន្លែងណាយើងហ៊ានពីកន្លែងយើងដូចយើងធ្វើការ college យើងទៅរៀន college ហើយយើងបានប្រាក់ខែចឹងយើងហ៊ានពីកន្លែងយើងហ៊ានដល់ទៀតយើងធ្វើការកាន់តឡើងធំទៅចឹងទៅវាបន្តថ្ងៃហ្នឹងយើងមិនអាចឈានមកហ៊ានដល់មេឃបានទេការងាររបស់ខ្ញុំវាមានអ្នកចេះតិចដោយសារតែអីដោយសារតែមនុស្សភាគច្រើនគឺអត់ស៊ូមិនថាតែខ្មែរយើងមិនថាតែកៀងមិនថាតែជនជាតិណាមានអ្នកចេះតិចដោយសារតែមនុស្សគឺអត់ស៊ូពីដំបូងធ្វើការបានតែយ៉ាងច្រើនមួយឆ្នាំអីហ្នឹងអូប្រាក់ខែនៅតិចទៅហើយគ្មានឡើងទៅណាអញ្ចឹងឈប់អញ្ចឹងទៅវាមានអ្នកចេះតិចនិយាយអញ្ចឹងមកយូរទៅ
ចឹងថាឲ្យតែនេះឲ្យតែថានេះគេរហូតគេរអ្នកតែចាស់ពីមុនតាំងពីនិយាយluônទៅតាំងពីជំនាន់ចាស់ពីមុនតែគាត់ start ដំបូងមកគាត់រៀនចេះហើយឥឡូវចាប់ដើមពីថៃចាំអស់ហើយពីថៃសិនអស់ហើយឥឡូវនៅសល់បើថាក្មេងៗមានតិចមែនតើអ្នកជំនាន់ដូចពួកខ្ញុំតែយុគ30 40តែនៅចេះអាជំនាញអត់ហ្នឹងព្រោះក្មេងៗបើក្មេងៗជំនាន់ក្រោយវិញចូលមកធ្វើការជួនកាលថ្ងៃមុនទៅហាយយើងមនុស្សមកទៅហាយអ្នកបានមិនសិនមកធ្វើការបានមួយថ្ងៃតែឡើងលែងមកដល់ពីរនាក់អាមួយបានមួយអាទិត្យអាមួយបានមួយថ្ងៃ nó sao càng nó rất là càng sò mỗi đứa cá ban mà thịt mỗi đứa cá ban mà ngái chụp bạn dân rồi ấy dân người ta mình bong ôn mai và chơi trong rồi nhóm châu chui nhóm châu thứ ca thứ ban nhóm châu ban start từ bông pơ phải đó là tại đó là xu tịch đó là xu lâu lại ពួកការងាររបស់គាត់ខ្ញុំធ្លាប់ប្រាប់បងប្អូនថាអត់មានសាលាបរិញ្ញាទេចាគឺយើងត្រូវរៀនពីកន្លែងធ្វើការហើយសម្រាប់ការងាររបស់គាត់នេះបើបងប្អូនធ្វើការខាងផ្នែកផ្សេងរយៈពេល5ឆ្នាំបងប្អូនឡើងតិចមែនតើខ្ញុំអាចនិយាយថា5ឆ្នាំអាចថាឡើងបាន$10ចុះក្នុង1ម៉ោងណាក៏ប៉ុន្តែសម្រាប់ចំណេះជំនាញរបស់គាត់នេះបើរយៈពេល5ឆ្នាំហ្នឹងយើងចេះប្រាក់ខែយើងគុណ2គុណ3យើងអាចហក់ទៅកន្លែងផ្សេងទៀតដែលបានប្រាក់ខែច្រើនជាងកន្លែងដែលគេ train យើងហ្នឹងអញ្ចឹងហើយឱកាសការងារទៅថ្ងៃមុខគឺវាល្អជាងការងារធម្មតាការងារជំនាញវាអត់ដូចជាការងារដែលមនុស្សផ្សេងទៀតអ្នកណាក៏អាចធ្វើបានទេពាក្យថាជំនាញមួយហើយទៅណាទៅណីគេមិនមែនយើងយកតែយើងទៀតគឺគេចេញឲ្យទាំងអស់ដូចខ្ញុំធ្លាប់ប្រាប់បងប្អូនអញ្ចឹងចេញទាំងថ្លៃមូអញ្ចឹងចេញទាំងថ្លៃស្នាក់នៅបណ្ដោះអាសន្ន vậy dân ca nghe nó về play talk về cái hướng tin mũi cứ ấp nghe sả lá vậy miền tại dương mà dương trong che to tại dương châu ở chơi ca nó hùng chặt thấy không đá lên chơi ca hùng chặt là cái đạo dương châu tập dương lan thông dương vừa ca nghe bán chứ dương thời viên bị tầm bồn ấp ăn mà chỉ hiên đo mê ba này và thay dương mình su tế cũng trong sạc lo chuyện và thay dương mình su ở hướng lô và lạ ở hướng nguyên tế cũng trong sạc ការងារអីក៏ដោយបងប្អូនតើតាដាក់ចិត្តដូចខ្ញុំអញ្ចឹងឧទាហរណ៍ខ្ញុំក៏ជាការងារជំនាញដែរការងារកញ្ចក់ហើយខ្ញុំមិនមែនអ្នកធ្វើកញ្ចក់អត់ដែររៀនអីសោះនៅស្រុកខ្មែរហ្នឹងតែដល់ពេលខ្ញុំមកអាមេរិកខ្ញុំឃើញតែការងារហ្នឹងរកលុយបានច្រើនខ្ញុំប្រឹងបងប្អូនខ្ញុំប្រឹងណាស់ខ្ញុំធ្វើការទឹកភ្នែកក៏មានអីក៏មានដោយសារតាក់ទងរឿងភាសាបើនិយាយពីការងារខ្ញុំនិយាយខ្ញុំរៀនឆាប់ចេះធ្វើកញ្ចក់ហ្នឹងព្រោះយើងចូលចិត្តហើយយើងចង់បានលុយតែភាសាខ្ញុំ មានបញ្ហាអញ្ចឹងទៅគឺធ្វើឲ្យខ្ញុំមានការពិបាកក៏ប៉ុន្តែគ្មានអីជាជាងការខ្ញុំប្រឹងប្រែងទេអញ្ចឹងហើយអត់មានអីស្រួលទេបើសិនជាយើងដាក់ចិត្តថាយើងចង់ធ្វើអីមួយរៀនអីមួយគឺយើងទៅមុខហើយក៏ប៉ុន្តែគ្រាន់តែយើងទៅធ្វើបានមួយខែពីរខែហើយយើងញ៉ាយើងឡើងធំអត់កើតទេអានេះគ្រាន់តែជាយោបល់ខ្លះៗហើយក៏ចង់ប្រាប់ទៅបងប្អូនផ្សេងទៀតថាចង់ឲ្យពួកខ្ញុំជួយនឹងកុំធ្វើអញ្ចឹងព្រោះថាខ្ញុំចង់រៀងដែរ ពួកខ្ញុំទំមតែថាដាច់ចិត្តថាជួយឲ្យខ្ញុំអត់ប្រកាសបងប្អូនថាអូខ្ញុំនឹងជួយបងប្អូនឲ្យចូលទៅកាញ់ខ្ញុំអត់ចង់ប្រកាសឲ្យព្រោះខ្ញុំអត់ចង់រវល់ខ្ញុំនិយាយចេះហើយដោយសារតែខ្ញុំជួបមនុស្សអញ្ចឹងច្រើនពេកវាថានិយាយមកទៅខ្ញុំអាណិតហ្នឹងហើយអាណិតដាក់ចិត្តថាជួយអញ្ចឹងណាខំមកនិយាយមួយប្តីហើយប្តីខ្ញុំគាត់មិនមែនតាក់ទងការងារវីដេអូមួយខ្ញុំទេតាមពិតក៏ប៉ុន្តែនិយាយទៅមកនិយាយមួយគាត់បញ្យល់ថាអូគាត់គ្នាវាពិបាកគ្នាចង់ចេះដូចមួយឯងចឹងណាហ្នឹងហើយដល់ពេលគាត់ទៅសួរមេទៅអីហើយមកបញ្ជាក់ម្ដងទៅអូខេឥឡូវមកបាននៅគេមានបើកអីចឹងណាបានប៉ុន្មានដែរបងចូលដំបងអត់តន់ចេះដូចខ្ញុំប្រាប់ចឹងបាន8 10ឆឹងមកក៏មិនមកឬក៏អីអត់គឺឆឹងចឹងដល់ពេលអញ្ចឹងគឺធ្វើឲ្យខ្ញុំរៀង ចឹងវីដេអូហ្នឹងសង្ឃឹមថាបងប្អូននឹងយល់ថាការងាររបស់គាត់គឺត្រូវការពេលវេលាត្រូវការការតស៊ូនិយាយទៅការងារអីក៏ដោយបើសិនបងប្អូនចង់ធ្វើការថាចូលទៅស្រួលអង្គុយតែមើលម៉ាស៊ីនវារ៉ាន់វាអីអាហ្នឹងវានៅតែប៉ុណ្្នឹងវាអត់ឡើងទៅមុខទេតែបើយើងចង់ចេះការងារជំនាញបងប្អូនពាក្យថាជំនាញគឺយើងត្រូវតែរៀនថែម ការងារវាមិនអាចលេងដែរណាវាអត់មកជាហ៊ានដល់មេទេគង់ចាក់ណាក៏ដោយ cũng chắc nó dương miền khơi lãng á dương miền khơi lãng vừa từ R&D research and development dương vừa lãng từ lừa bàn bờ cũng chắc tôi cũng chắc sạch mòn cũng chắc xem lý lãng ấy men nên dương châu tới những thái can đại nơi tập phân năng dương tới giọt miền lãng từ na thì
ហុងចាក់តាក់ទងជាមួយអត់មានគេហៅថាអត់មាន technology អីដែលយើងអាចរៀនបានដែលយើងអាចយកទៅប្រើបានណាយើងរៀនតែយើងប្រើតែកន្លងសុទ្ធការងារនេះយើងប្រើបញ្ញាខ្លះដែរការងារហុងចាក់មែនយើងរ៉ាន់ម៉ាស៊ីនតែតើយើងឆ្លាតខ្លះដែរនិយាយទៅយើងអាចសេរី temperature សេរីអីយើងស្មានដឹងយើងប្រើគួរបន្តិចតួចទេដំបូងដល់យូរទៅយើងប្រើកាន់ច្រើនទៅថាយើង QC យើងត្រូវចេះមើលពណ៌ចេះមើលអញ្ចឹងដល់ពេលហើយតមកយើងត្រូវរៀនពីពណ៌នេះពណ៌ organic inorganic យើងត្រូវប្រើរបៀបណាប្រើក្នុងសម្រាប់ application នៅក្រៅផ្ទះ application ក្នុងផ្ទះប្រើសម្រាប់ application packaging FDA ដើម្បីគេយកទៅដាក់ម្ហូបអីបានរៀនច្រើនមែនទែនខ្ញុំរៀន5ដល់10ឆ្នាំហើយខ្ញុំរៀនអត់តចេះអស់ហើយ7ដល់10ឆ្នាំរៀនអត់តចេះអស់ផងគុំថាឡើយដល់យើងចូលមកដំបូងភ្លាមយើងចង់បានតែខែច្រើនភ្លាមអត់រួចទេយើងត្រូវតែរៀនពីដំបូងទៅមកឋានៈគុំបើយើងមិនស៊ូទេគុំប្រឡូកហើយការដែលគាត់ចូលធ្វើការបងប្អូនអត់មានអ្នកណាគេមកធ្វើវីដេអូប្រាប់លម្អិតចេះទេគឺគាត់ចូលទៅធ្វើព្រាវហើយគាត់ប្រឹងចេះទៅខ្ញុំមិនមែនថាអីគឺវាថាគាត់ចូលទៅគាត់ប្រឹងណាធ្វើតាមមួយឆ្នាំអីគាត់បានឡើងធ្វើមេវេន3នឹងប្តីខ្ញុំណាហើយអត់មានអ្នកណាមកប្រាប់ថាអូយប្រឹងទៅថ្ងៃមុខអ្នកឯងនឹងបានប្រាក់ខែប៉ុណ្ណេះអីដូចដែលខ្ញុំពងប្រាប់បងប្អូននេះគឺអត់មានទេគឺយើងដាក់ចិត្តថាយើងត្រូវទទួលខុសត្រូវលើការងារយើងប្រឹងលើជំនាញហ្នឹងអញ្ចឹងក៏គាត់មានឱកាសដូចដល់សប្តាហ៍ហ្នឹងអញ្ចឹងទៅអញ្ចឹងហើយពួកខ្ញុំអានេះក៏គេហៅថាប្រាប់ត្រង់ប្រាប់អស់ហើយទាំងអ្នកខ្លះគេនិយាយថាអូយអង្គុយនិយាយពីរឿងក្នុងផ្ទះរឿងអីចឹងប៉ុន្តែសម្រាប់ខ្ញុំបងប្អូនគឺចង់ឲ្យបងលំអិតអត់ចង់និយាយសារទេគឺថាប្រាប់អស់ហើយអញ្ចឹងហើយអាហ្នឹងគិតពិចារណាតាមហ្នឹងទៅហើយក៏ជម្រាបម្ដងទៀតថាចំពោះអ្នកដែលចង់ធ្វើការដូចផ្នែកប្តីខ្ញុំគឺមានច្រើនណាស់រោងចក្រផ្សេងអាហ្នឹងយើង apply ចូលទៅខ្លួនឯងទៅតែសម្រាប់ថាតាក់ទងមកឲ្យពួកខ្ញុំជួយគឺថារៀងហើយចាគឺថា2 3ដងហើយបើថានៅអូខេបើថានៅ stage ម្នាក់ stage មួយ search មើលខ្លួនឯងទៅសួរប្រាប់ខ្ញុំថា stage នៅកន្លែងណាជួយរកឲ្យណា search មើលនៅចិត្តហ្នឹងបើសិនជាមានការងារបើមានការងារស្ដីហ្នឹងខ្ញុំអាចជួយប្រាប់បានrecommend បានតែបើថាបាន refer បានតែបើថាមកឲ្យសុំសួរមេឲ្យសុំចូលអើយបាទហត់បងប្អូនដល់ដាក់ថាឲ្យនៅផ្ទះសិនទៀតណាអត់តន់រកកន្លែងនៅបានអូខេព្រោះខ្ញុំមនុស្សខ្ញុំបើថាខ្ញុំជួយហើយខ្ញុំចិត្តជួយគេឲ្យធូរខ្ញុំអត់ចង់ជួយគេតែបន្តិចទេដល់ថ្នាក់ថាអត់តន់រកកន្លែងនៅបានណាមកនៅមួយខ្ញុំសិនទៅហ្នឹងហើយជួយភ័យអីតិចតួចចឹងណាមានពួកខ្ញុំសោកបន្ទប់សោកអីចឹងដល់ថ្នាក់ហ្នឹងទៀតដល់ពេលឮនេះទៅឲ្យប្រាក់ខែនៅនេះតែចូលដំបូងប៉ុណ្ណឹងមិនមែនប៉ុណ្ណឹងរហូតទេអាហ្នឹងយើងអត់ចេះអីយើងចូលមកប៉ុណ្ណឹងតែបើគេមើលឃើញការងារយើងល្អគេឡើងឲ្យយើងតាមនឹងចឹងទៀតច្រើនតែបងប្អូនខ្លះក៏នៅនេះស្រាប់ក៏ធ្លាប់ធ្វើគាត់ធ្វើការបានច្រើនខ្លះគាត់បានដល់20បានដល់ជា20រៀលអីបើគាត់ថាអញ្ចឹងគាត់ពិបាកថយក្រោយមកវិញដែរគាត់ថាចឹងថាពិបាកខ្ញុំចង់ដូរអីបើថាយើងនៅណាហើយយើងចេះយើងធ្វើទៅនឹងហើយចេះឡើងទៅយើងប្រឹងរៀននៅកន្លែងយើងហ្នឹងទៅហ្នឹងហើយព្រោះថាมันប្រកាសថាមកដល់បងប្អូនចាប់បានជំនាញដូចប្តីខ្ញុំឯងយើងស៊ីសលើដងដែរហ្នឹងណាតាក់ទងរឿងការចេះមើលពណ៌ចេះអីចឹងទៅចាំមិនថាហ្នឹងគ្រាន់តែជាការប្រាប់បងប្អូនខ្លះមិនមែនថាតាជំនាញប្តីខ្ញុំទេសំបីជំនាញកញ្ចក់ក៏ដោយជំនាញអីក៏ដោយពាក្យថាការងារជំនាញគឺយើងត្រូវដាក់ចិត្តរៀនហើយតែយើងដាក់ចិត្តថារៀនគឺវាចេះហើយទោះជាយើងមិនបានល្អដូចគេព្រោះដូចអ្នកធ្វើការមួយប្តីខ្ញុំនោះក៏មានជជែកអាគាំងលាយដូចប្តីខ្ញុំទេលាយខុសច្រើនដងអីអញ្ចឹងណាចឹងហើយទោះជាយើងមិនបានដូចគេ 100% ក៏យើងអាចទៅមួយគេមួយឯងបានអញ្ចឹងណាអូខេចឹងវីដេអូក្នុងថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេចង់បញ្ចូលបងប្អូនតាក់ទងពីការងារបន្ថែមរបស់ប្តីខ្ញុំដោយសារថាមានអ្នកចង់ឲ្យខ្ញុំជួយមកទៀតចឹងណានឹងដោយសារតែចឹងទៅមូលហេតុតាមហ្នឹងហើយក៏ចង់ប្រាប់ពីការងាររបស់គាត់ថាវាបែបណាចឹងទៅសង្ឃឹមបងប្អូនទាំងអស់គ្នាយល់អូខេចឹងជួបនឹងខ្ញុំនៅវីដេអូក្រោយៗទៀតណាបាយបាយ